ការបណ្ដុះបណ្ដាលគឺជាផ្នែកមួយសំខាន់ការទទួលបាននៅការបណ្ដុះបណ្ដាលវិជ្ជាជីវៈពីស្ថាប័នដែលទទួលស្គាល់ដោយនិយត្តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំគឺជាលក្ខខណ្ឌមួយចាំបាច់ដើម្បីទទួលបានគុណវុឌ្ឍិក្នុងការស្នើសុំនៅវិញ្ញាបនបត្រវិជ្ជាជីវៈឬក៏អាជ្ញាប័ណ្ណសម្រាប់ប្រកបអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុសម្រាប់ពេលបច្ចុប្បន្នចំពោះសាធារណជនដែលចាប់អារម្មណ៍អំពីព័ត៌មានទាក់ទងទៅនឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈពាក់ព័ន្ធទៅនឹងអាជីវកម្មផ្ដល់សេវាអចលនវត្ថុគឺអាចទាក់ទងព័ត៌មានបន្ថែមមកសមាគមអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាហៅកាត់ថា CVEA ចំពោះបុគ្គលទាំងឡាយណាដែលមានចំណាប់អារម្មណ៍ឬក៏មានបំណងក្នុងការប្រកបអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុគឺតម្រូវឲ្យមានបទពិសោធន៍ធ្វើការយ៉ាងតិច6ខែជាមួយនឹងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ការប្រកបអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុនេះរាល់ការផ្ដល់សេវាកម្មអាជីវកម្មអចលនវត្ថុទាំងឡាយណាដែលមិនមានអនុលោមភាពមានន័យថាគាត់ធ្វើទៅអត់ត្រូវទៅតាមបទបញ្ញត្តិច្បាប់នឹងអាចទទួលរងនៅទណ្ឌកម្មដែលមានវិធានការដូចខាងក្រោមទី1អាចទទួលនៅការពមៀនឬក៏អាចតម្រូវឲ្យមានការកែតម្រូវហើយអាចឈានទៅដល់ផ្អាកឬក៏ដកហូតអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនឬមួយក៏រង្វាន់បុគ្គលដែលទទួលបានអាជ្ញាប័ណ្ណឬក៏វិញ្ញាបនបត្រវិជ្ជាជីវៈបន្ថែមពីនឹងទណ្ឌកម្មធ្ងន់ធ្ងរអាចឈានទៅដល់ការពិន័យជាអន្តរកាលដោយឡែកចំពោះបុគ្គលទាំងឡាយណាដែលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងការផ្ដល់សេវាកម្មអាជីវកម្មអចលនវត្ថុដែលមិនទទួលបានអាជ្ញាប័ណ្ណឬវិញ្ញាបនបត្រត្រឹមត្រូវពីនិយត្តករអាចនឹងត្រូវទទួលរងពិន័យអន្តរកាលពី5ទៅ10លាននេះបើយោងតាមប្រកាស56នៃប្រកាសលេខ064